ចូលមកដល់ភាគនេះក្រោយពីរេបងយើងថាប់កូនបើរបស់ admin នេះអស់ចិត្តហើយខ្លួននឹងក៏បានអង្គុយសម្លឹងមើលកូនបើ admin ដាក់ភ្នែកសោះនៅទៅសារទៀតថាគេអញ្ចឹងទៅគួរឲ្យស្រឡាញ់ម៉ែអីយ៉ា admin ណាថាងប់ងប់ហើយអង្គុយមើលសុកនឹងក៏មានអារម្មណ៍ថាមិនស្រួលហើយក៏ដើរចេញមកខាងក្រៅនៅពេលដែលមកដល់ខាងក្រៅនឹងខ្លួនរបស់គេនឹងក៏បានធ្វើទៅសុកអត់ស្រួលខ្លួនហើយពិបាកដកដង្ហើមអញ្ចឹងណាហើយក៏ទាញថ្នាំមកលេប admin បញ្ជាក់អន្តិកាថ្នាំដែលគាត់កំពុងតែលេបនឹងគឺជាថ្នាំទុកជាផារ៉ូម៉ូនអញ្ចឹងបានន័យថារ៉េនឹងគាត់គឺជា anima គាត់ប្រើប្រាស់ថ្នាំនឹងដោយសារតែចង់ទប់ជាតិផារ៉ូម៉ូនគាត់ដើម្បីកុំឲ្យអ្នកដទៃគាត់សម្គាល់ថាគាត់គឺជា anima អញ្ចឹងមនុស្សគ្រប់គ្នានៅជុំវិញខ្លួនគាត់នឹងគិតថាគាត់គឺជាបេតានឹងឯង admin សំកាត់បន្តិចមានអ្នកឆ្ងល់អត់ថា anima នៅក្នុងសាច់រឿងនឹងគឺខ្លាំងណាស់តែហេតុអីក៏រ៉េរបស់យើងគាត់ជ្រើសរើសការលាក់បាំងសមត្ថភាពរបស់ខ្លួនឯងតាមពិតទៅចង្អត់ទាំងអស់នឹងនឹងត្រូវបកស្រាយនៅភាគបន្តទៀតអញ្ចឹងហើយថងភាគនឹង admin សុំលាក់សិនណាតោះងាកមកកាន់សាច់រឿងយើងវិញដែលពេលដែលរ៉េគាត់កំពុងតែលេបថ្នាំនឹងគាត់ក៏បាននិយាយឲ្យខ្លួនឯងដែរថាតើគាត់ត្រូវលេបថ្នាំនឹងរហូតដល់ពេលណាកំពុងតែគិតសុកនឹងក៏កូនចៅគាត់ម្នាក់បានដើរមកអញ្ចឹងពេលហ្នឹងគឺចាប់ផ្ដើមចេញតួអង្គថ្មីម្នាក់ទៀតហើយដែលតួអង្គរបស់យើងហ្នឹងគាត់គឺមានឈ្មោះថាយូឈិនជា Astranafa ហើយក៏ជាកូនចៅចំណិតរបស់រ៉េយើងនឹងឯងនៅពេលដែលយូឈិនដើរមកហ្នឹងគេក៏បានប្រាប់អំពីព័ត៌មានមួយចំនួនទៅកាន់មេរបស់គេហ្នឹងលោកប្រុសធំដែលត្រូវជាឪពុករបស់រ៉េយើងហ្នឹងបានផ្ដែតាមទៅគេថាចង់ឲ្យរ៉េហើយនឹងអេដ័រទៅឆែកក្រុមហ៊ុនមួយនៅឯអង់គ្លេសរ៉េនេះក៏រៀងឆ្ងល់ដែរគ្នានេះទៅតែមកសោះឥឡូវឲ្យទៅទៀតហើយក៏តបទៅកូនចៅវិញថាសង្ស័យតែអ្នកដែលចង់ឲ្យអេដ័រទៅជាមួយគេហ្នឹងមិនមែនជាប៉ាគេប៉ុន្តែគឺជាម៉ាក់គេវិញយូឈិនហ្នឹងក៏បញ្ជាក់ទៀតថាច្បាយធំនៅតែប្រាប់ដដែលថាចង់ឲ្យលោកអេដ័រទៅជាមួយដែររ៉េក៏បានតបបើសិនប៉ាហើយនឹងម៉ាក់តែនិយាយដដែលបែបហ្នឹងអញ្ចឹងបានន័យថាគាត់អត់អាចប្រកែកបានទេហើយក៏សួរទៅថ្ងៃណាយូឈិនរបស់យើងក៏ប្រាប់ថាទៅខាងស្អែកហ្នឹងហើយច្បាយនៅបន្តនិយាយទៀតថាខ្ញុំក៏បានទទួលទូរស័ព្ទពីដុកទ័រដែលនៅប្រទេសអង់គ្លេសនោះដែរដុកទ័រម្នាក់ដែលតែងតែមើលថែជំងឺកូនស្រីរបស់ច្បាយដុកទ័រនោះប្រាប់ថាជំងឺរបស់អ្នកនាងតូចកាន់តែធ្ងន់ធ្ងរទៅហើយអញ្ចឹងលោកដុកទ័រនឹងចង់ឲ្យច្បាយទៅពិគ្រោះនិងពិភាក្សាជាមួយគាត់ដោយផ្ទាល់នៅប្រទេសអង់គ្លេសរ៉េពេលនេះចាប់ផ្ដើមឈឺក្បាលទៀតហើយគ្រាន់តែឮពីស្ថានភាពរបស់កូនស្រីភ្លាមក្នុងចិត្តចាប់ផ្ដើមស្មុគស្មាញនិយាយប្រាប់កូនចៅថាពេលហ្នឹងគឺជាពេលល្អបំផុតហើយដែលត្រូវទៅអង់គ្លេសហើយក៏បានផ្ដាំទៅយូឈិនថាអញ្ចឹងកំឡុងពេលដែលខ្លួនទៅជួបកូនស្រីសូមឲ្យយូឈិនហ្នឹងនៅតាមឃ្លាំមើលអេដ័ររបស់យើងហ្នឹងដោយសារតែគេអត់ចង់ឲ្យអ្នកណាគេដឹងថាខ្លួនគេហ្នឹងមានកូនទេអញ្ចឹងគឺចង់បានន័យថារ៉េរបស់យើងហ្នឹងគាត់លួចមានកូនលួចលាក់នៅឯប្រទេសអង់គ្លេសហើយកូនរបស់គាត់ហ្នឹងក៏មានជំងឺប្រចាំកាយដែរដែលចូលពេទ្យញឹកញាប់អញ្ចឹងសូម្បីតែអ្នកផ្ទះរបស់គាត់ក៏អត់មានអ្នកណាដឹងពីរឿងហ្នឹងដែរហើយអ្នកទាំងអស់គ្នាឆ្ងល់អត់ថាកូនហ្នឹងគឺជាកូនរបស់រ៉េជាមួយអ្នកណាគេតើម្នាក់ដែលធ្វើឲ្យរ៉េមានកូនហ្នឹងខ្លាំងកម្រិតណាបានដល់ថ្នាក់រ៉េគឺជា anima ហើយនៅមានកូនឲ្យគេទៀតដែលជាធម្មតានៅក្នុងសាច់រឿងហ្នឹង anima គឺខ្លាំងជាងគេអញ្ចឹងហើយគាត់អាចធ្វើឲ្យអ្នកដទៃមានកូនបានតែក្នុងករណីនេះគាត់ជាអ្នកពោឲ្យគេវិញអញ្ចឹងក៏បានន័យថាដៃគូដែលគាត់បានកេងជាមួយហ្នឹងប្រហែលជាមនុស្សដែរសំខាន់ខ្លាំងហើយគាត់ទៅលះបង់ណាខ្លួនឯងខ្លាំងប៉ុណ្ណឹងហើយនៅសុខចិត្តពោកូនឲ្យគេទៀតអញ្ចឹងបើចង់ដឹងថាដៃគូដែលធ្វើឲ្យរ៉េរបស់យើងពោះធំបានហ្នឹង admin នឹងប្រាប់នៅភាគក្រោយដែលជាភាគទី5គេនឹងបង្ហាញឲ្យថាឪពុករបស់ក្មេងគឺជានរណាចូលមកដល់សាច់រឿងយើងវិញនៅពេលដែលរ៉េគេនិយាយចាប់ហ្នឹងគេក៏បានផ្ដាំទៅយូឈិនថាកុំភ្លេចទៅដាក់ adder ផងខ្លួនគេហ្នឹងទៅចាំនៅឡានមុនហើយនៅពេលដែលច្បាយទៅបាត់ហ្នឹងខ្លួនឯងឈរធ្វើមុខភ្លើបលើឆ្ងល់ដោយសារច្បាយទៅបាត់ហើយនៅឆ្លៀតបញ្ចេញផារ៉ូម៉ូនពេញមុខបន្ទប់កូហ្វ៊ីហ្នឹងទៀតអត់ខ្លាចអ្នកដទៃដឹងថាខ្លួនគឺជា anima ទេមែនអញ្ចឹងបានន័យថាយូឈិនហ្នឹងគឺដឹងហើយថាច្បាយរបស់ខ្លួនគឺជា anima លោកដៃសុកហៅប៉ាលោកយកទឹកអប់ចាញ់ដើម្បីមកបាញ់ជុំវិញបន្ទប់ហ្នឹងកុំឲ្យនៅសល់ក្លិនអញ្ចឹងណាព្រោះអីវាមិនជាលើកទី1សម្រាប់យូឈិនទេដែលបំបត្តិភ័ស្តុតាងផារ៉ូម៉ូនរបស់ច្បាយចូលមកដល់យប់ជ្រៅបន្តិចរ៉េក៏បាននាំអេដ័រមកស្នាក់នៅបន្ទប់សន្តាគារខ្លួនគេអត់ហ៊ាននាំអេដ័រទៅផ្ទះទេដោយសារតែខ្លាចម៉ាក់របស់ខ្លួនបារម្ភព្រោះអីម៉ាក់របស់រ៉េហ្នឹងគឺថាស្រឡាញ់កូនស្មើគ្នាហ្មង
ហើយក៏ទុក Adder ដូចជាកូនពៅរបស់គាត់ដែរអញ្ចឹងហើយបានជាមូលហេតុដែលរ៉េគេអត់ចង់នាំ Adder ទៅដោយសារតែខ្លាចម៉ាក់គេនឹងព្រួយបារម្ភអញ្ចឹងនៅតាមផ្លូវទៅបន្ទប់សន្តាគារ Adder នេះរឹងរូសមែនតែនប្រឹងទាញបងចាញ់ថាមិនចាំគ្រាគេគេអាចដើរខ្លួនឯងបានតែមានណាគ្រាន់តែរ៉េប្រឡែងដៃទៀមខ្លួនឯងនេះឡើងប៊ីដួលហើយក៏បន្ទោសអាផែតដីនឹងទៀតថាមិនបានកលាប់ចាក់អញ្ចឹងគ្នាដើរឡើងអត្រង់ផ្លូវរ៉េនេះឃើញហើយទៅភ្នែកគេក៏ចាប់ប្អូនលីអញ្ចឹងហ្មងហើយក៏ថាឲ្យ Adder នេះតាមពិតថាផែនដីមិនកលាប់ចាក់មកពីយើងនឹងស្វឹងខ្លួនឯងហើយនៅឲ្យស្ងៀមតិចទៅកុំបំរើប្រយ័ត្នទៅធ្លាក់ដើរចូលទៅដល់ក្នុងបន្ទប់សន្តាគាររ៉េក៏បានទម្លាក់អូនចប់អូននេះគ្រាន់តែឃើញបងចាញ់ទៅក៏ចោទសួរចង់ទៅណាហើយរ៉េហ្នឹងក៏និយាយថានៅគេងនៅហ្នឹងហើយយើងទៅខាងក្រៅកូនបើ admin គ្រាន់តែលឺអញ្ចឹងអត់ចាំឲ្យឱកាសរបូតទេចាប់ទាញបងប្រុសផ្ដួលទៅលើពូកែម្ដងរួចក៏បានថាឲ្យបងប្រុសថាចង់ទៅណាទៀតហើយមើលកន្លងមកទៅអង់គ្លេសទៅមកហ្នឹងគិតថាខ្ញុំអត់មានអារម្មណ៍អីមែនខ្ញុំនេះអត់ចេះឈឺចាប់អីទេមែននិយាយបានដល់ត្រឹមហ្នឹងទឹកភ្នែកនេះក៏ហូរចុះមកយកមកបងប្រុសថាកុំទៅណាចោលខ្លួនទៀតអីគេអត់ចង់នៅផ្ទះហ្នឹងតែម្នាក់ឯងទៀតទេបងក៏ដឹងដែរថាកន្លងមកតាំងពីតូចខ្ញុំមានតែបងម្នាក់ទេដែលនៅក្បែរខ្ញុំរហូតមករ៉េពេលហ្នឹងក៏បានលួងលោមប្អូនអូខេបងអត់ទៅណាទៀតទេឥឡូវឈប់យំបានហើយកូនបើ admin នេះទឹកភ្នែកដកជាប់ក្នុងភ្នែកហើយនៅឆ្លៀតថាទៀតបងឯងសន្យាអត់រ៉េនេះក៏ឆ្លើយតបទៅវិញថាអូខេបងសន្យាទៅកូនបើ admin នេះនិយាយពីស្វឹងខ្ជូតដូចគេថាអញ្ចឹងមនុស្សតែស្វឹងច្រើនតែនិយាយពីអត់អញ្ចឹងកន្លងមកនៅពេលដែលរ៉េគាត់ទៅនៅអង់គ្លេសAdderយើងនេះឯងតែងតែនឹករលឹកបងប៉ុន្តែធ្វើពិតជាខឹងជាស្អប់អញ្ចឹងទៅកូនបើ admin គ្រាន់តែលើការសន្យារបស់អង្គប្រុសហើយចាប់ផ្ដើមយំទៀតលើកនេះប្រហែលជាយំសប្បាយចិត្តជាងមុនក៏ឈ្ងោកមុខទៅខាងកបងនេះតាំងទឹកភ្នែកហើយរ៉េនេះក៏បាននិយាយថាជប់យំបានហើយខ្លួនឯងធំហើយណាយំដូចកូនក្មេងទៀត Adder ក៏ថាខ្ញុំឈប់យំអត់បានទេហើយរ៉េនេះក៏បន្តអញ្ចឹងឲ្យបងធ្វើម៉េចដើម្បីឲ្យឯងឈប់យំដើក៏ថាថើបខ្ញុំមករ៉េនេះគ្រាន់តែលឿនអញ្ចឹងក៏ចាប់អូនថើបទៅគេកំពុងថើបគ្នាយ៉ាងជក់ចិត្តស្រាប់តែ Adder របស់យើងនេះស្លាប់តឹងមកពីជាតិស្រានៅក្នុងខ្លួនខ្លាំងពេកចធ្វើឲ្យម្នាក់ទៀតនេះអង្គុយហួសចាគិតថាបានចាក់ពីដានជាមួយគ្នាហើយប៉ុន្តែសោយខាងប្រុសគេស្លាប់បាត់អញ្ចឹងភាគ4របស់យើងក៏បានបញ្ចប់ហើយ admin អរគុណអ្នកទាំងអស់គ្នាដែលបានស្ដាប់ការសម្រាប់របស់ admin រហូតដល់ចប់ចាំជួបគ្នាជាមួយ admin នៅក្នុងវីដេអូក្រោយទៀតណាអញ្ញង